យើងគិតមកដល់ពេលនេះសាច់ប្រាក់ដែលប្រមូលបានពីទីផ្សារប្រមាណជា$650 លានអាមេរិកដែលក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន11ទាំងទីផ្សារគោលនិងទីផ្សារកំណើតពោលគឺ9នៅក្នុងទីផ្សារគោលនិង2នៅក្នុងទីផ្សារកំណើតដោយមិនទាន់រាប់បញ្ចូលនៅក្រុមហ៊ុន Picasso ហើយដែលក្រុមហ៊ុននេះនឹងคล้ายទៅជាលេខរៀងទី12នៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈយើងហៅជាភាសាខ្មែរសាមញ្ញមួយទៀតបែបសាមញ្ញងាយស្ដាប់នោះគឺភាគហ៊ុនអញ្ចឹងសម្រាប់អ្នកដែលទិញនឹងคล้ายទៅជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Picasso ហើយคล้ายជាម្ចាស់ក្រុមហ៊ុន Picasso មានន័យថាយើងចូលរួមចំណេញចូលរួមខាតជាមួយគ្នានឹងក្រុមហ៊ុន Picasso ហើយក្រុមហ៊ុន Picasso នៅពេលដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជាដែលក្រោមការត្រួតពិនិត្យរបស់នាយកមូលបត្រកម្ពុជានឹងពង្រឹងខ្លួនទាំងអភិបាលកិច្ចសាជីវកម្មប្រព័ន្ធគណនេយ្យការអនុវត្តច្បាប់និងបទបញ្ញត្តិជាធរមានហើយចឹងត្រឡប់ទៅវិញសម្រាប់វិនិយោគិននឹងទទួលបាននៅភាគលាភជាប្រាក់ចំណេញតាមរយៈការត្រួតពិនិត្យឲ្យបានដិតដល់ទាំងរបាយការណ៍គណនេយ្យដែលនឹងធានាជូនថាតួអង្គទាំងឡាយដែលជាវិនិយោគិននៅក្នុងក្រុមហ៊ុន Picasso នឹងទទួលបានត្រឡប់ទៅវិញនៅភាគលាភ